Ôi chịu quá ôi tròn mặt bàn tê à bơ bạc thuê à bơបាទហើយឯងសងំនៅធ្វើអីនៅក្នុងប្រគុណនឹងចង់មកម៉ោងហើយគេចូលប្រគុណសួរថាគេសងំធ្វើអីហើយបងឯងចូលប្រគុណធ្វើអីខ្លះគេចូលប្រគុណបាត់ដៃបាត់ជើងហ្នឹងហើយអូយហើយបាត់ជើងអីរាប់ម៉ោងហ្នឹងហើយនេះច្បាស់ជាអង្គុយលេងទូរស័ព្ទទៀតហ្មងវាជារឿងធម្មតាចូលប្រគុណគេលេងទូរស័ព្ទបដើអីបដើនឹងឯងឆាប់ចេញបងជើពោះតើហើយគេចេញហើយម៉ែអើយម៉ែមើលអាពៅវាសងំនៅក្នុងប្រគុណអត់ចេញសោះខ្ញុំជើពោះចង់ឡាប់ហើយអូយប៉ុណ្ណាណីឯងតិចប្តឹងម៉ែឯងតិចប្តឹងម៉ែ2ម៉ោងក្រោយមកគេមិនបាត់ទ្វារបើកអញ្ចឹងហើយបងឯងបាត់ទ្វារខ្ញុំមែនក្រែងឯងចូលចិត្តសងំនៅក្នុងប្រគុណណែសងំទៀតទៅសងំឲ្យដល់ស្អែកហ្មងទៅអូយកុំលេងសើចច្រើនពេកមើលបើកទ្វារអត់ចង់បើកក្រែបងឯងឈឺពោះហីមកបើកទ្វារខ្ញុំចេញបងឯងចូលម្ដងលេងឈឺលេងអីហើយម៉ែមើលបងចាក់សោប្រគុណពីក្រៅអត់ឲ្យខ្ញុំចេញទេក្បាលកញ្ចាស់ឲ្យឯងតិចប្តឹងម៉ែឯងតិចប្តឹងម៉ែឆាប់បើកទ្វារលឿនសងំនៅហ្នឹងទៅឯងចូលចិត្តសងំក្នុងប្រគុណយេហើយអាពៅទៅណាវាវ៉ៃហូប្រើអីតិចបានអាពៅអើយអាពៅស្រឡាញ់អូនឈឺអាពៅចាប់លេអាពៅមិនដឹងដល់ពេលនេះនៅស្នេហ៍ពុំងារអើយអាពៅដឹងច្បាស់ថាវេលាអាពៅមិនដឹងម៉ែប្រើបន្តិចហើយចុះអាពៅវាសងំធ្វើអីវាទៀតហើយម៉ែហៅប្រើមលឹងសងអាពៅមិនដឹងអាពៅម៉ែហៅកទូចម៉ែម៉ែប្រើបន្តិចមិនគួរបន្លឺសំឡេងសាអត់គួរចេះលូកមាត់សោះខ្ញុំម៉ែប្រើតតបានម៉ែត្រូវប្រើអាពៅសោះលើក្រោយកុំចេះដឹងរឿងគេស្អែកឡើងកទូចទៅណាបាត់ហើយរកប្រើអីតិចបានវ៉ៃកទូចអើយកទូចម៉ែប្រើបន្តិចអត់ឆ្លើយទេសងំតតែអាពៅឆ្លើយជំនួសនៅពេលដែលអាពៅឆ្លើយជំនួសម៉ែលឺសលេងអាពៅម៉ែហៅអាពៅទៅប្រើវិញខ្ញុំឆ្លាតណាស់កទូចចាហើយបងទូចគាត់ធ្វើអីគាត់ម៉ែហៅអត់ឆ្លើយសោះអញ្ចឹងបងទូចម៉ែហៅអាពៅឃើញអត់ឯងប៉លឺសលេងទាំងម៉ែហៅឲ្យប្រើហើយបាត់ម៉ែមកអាពៅទៅហៅកទូចឲ្យម៉ែប្រើបន្តិចមិនដឹងវាសងំឯណាវាខ្ញុំមកដែរម្សិលមិញហៅចង់ប្រើអាពៅសោះគ្រាន់តែខ្ញុំជួយហៅខ្ញុំទៅប្រើជំនួសថ្ងៃនេះហៅខ្ញុំប្រើខ្ញុំខំសងំធ្វើអត់លឺដល់ពេលអាពៅជួយហៅអត់ហៅអាពៅទៅប្រើជំនួសបែរជាហៅអាពៅឲ្យហៅខ្ញុំដើម្បីប្រើខ្ញុំទៅដែរតែជាកូនបងមានកម្មអីទេណាមើលអ្នកណាជួបរឿងអញ្ចឹងដូចអេដមីនខ្លះលើកដៃជួបដូចគ្នាហើយចុះអ្នកណាប្រើសភៅឆាយហាក់ដូចអេដមីនខ្លះលើកជើងប្រើសភៅឆាយហាក់ដូចគ្នាទៀតណែហ្វេនឆាយហាក់ប៉ះហ្វេនឆាយហាក់ហើយមូលហេតុអីបានចូលចិត្តប្រើសភៅឆាយហាក់ដោយសារសភៅឆាយហាក់ក្របគេស្អាតស្លឹកសភៅរលោងក្រាស់ស្រួលសរសេរទិញសភៅឆាយហាក់មកបាច់ដាក់ក្របអីច្រើនទេដាក់តែក្របថ្លាស្អាតអូតូក្របគេមានទាំងរូបទេសភាពក្នុងសមុទ្ររូបតុក្កតារូបផ្លែឈើរូបសត្វសមុទ្រក៏មានអីដែលពិសេសនឹងគឺរូបប្រាង្គប្រាសាទរបស់ប្រទេសកម្ពុជាយើងស្អាតណាហើយអ្វីដែលកាន់តែសំខាន់ទៀតនោះសៀវភៅឆាយហាក់គឺផលិតផលរបស់ខ្មែរដើម្បីកូនខ្មែរជំនាន់ក្រោយឆាយហាក់គឺជាផលិតផលរបស់ខ្មែរដើម្បីកូនខ្មែរជំនាន់ក្រោយឆាយហាក់គឺជាជម្រើសដ៏ល្អដើម្បីអនាគតរបស់លោកអ្នក